Hello សួស្តីអ្នកទាំងអស់គ្នាចាថ្ងៃនេះខ្ញុំចង់លើកវីដេអូយកមកនិយាយពីរឿងយើងដកលុយចេញពីផ្ទះដើម្បីយើងយកទៅសង់ ADU ចាសម្រាប់បងខ្មែរយើងដែលគាត់អត់ស្គាល់ថាស្អីទៅគឺជា ADU ចាអ្នកខ្លះក៏ច្រឡំ AW អីណាទៅឬមួយ AUV អីចឹងទៅអូច្រឡំច្រើនណាចាអញ្ចឹងអក្សរកាត់គឺ ADU ហ្នឹងចាបើយើងនិយាយឲ្យផ្ទាល់គឺយើងអាចសង់ផ្ទះមួយទៀតបាននៅក្នុងដីតែមួយរបស់អ្នកទាំងអស់គ្នាចាចឹងសម្រាប់បងប្អូនខ្មែរយើងដែលគាត់គិតពិចារណាចង់មានផ្ទះជួលឥឡូវហ្នឹងបើយើងទៅទិញផ្ទះជួលក៏មិនសូវចំណេញដែរតែបើសិនជាយើងដកលុយចេញពីផ្ទះយើងទិញទួចវាមានប្រែប្រួលប្រតិតាវាមានប្រែប្រួលការប្រាក់ព្រោះដោយសារអីបើសិនយើងដកជួនកាលយើងអត់ប៉ះពាល់ជាមួយនឹង loan ថ្មីទេដោយម្នាក់ client មួយក៏ទេបើសិននាងខ្ញុំមិនសមតែការប្រាក់គាត់តែ 10% តិចតួចឯងអញ្ចឹងគាត់អត់ចង់ប៉ះពាល់ជាមួយនឹងការប្រាក់យើងទៅ loan ដំបូងហ្នឹងចាហើយណាមួយទៀតដែរអញ្ចឹងគាត់ចង់និយាយថាយកលុយយកទៅសង់ផ្ទះមួយទៀតចាអញ្ចឹងនេះខ្ញុំថ្ងៃហ្នឹងខ្ញុំលើកនិយាយហ្នឹងគឺយើងនិយាយដកលុយយកទៅសង់ផ្ទះមួយទៀតចាឲ្យរឿងដកលុយទិញផ្ទះមួយទៀតគឺជារឿងផ្សេងប៉ុន្តែយើង focus ទៅលើបើសិនជាអ្នកនរគ្នាមាន equity នៅក្នុងផ្ទះច្រើនថាតើយើងគួរដកឬមួយមិនគួរដកចាបើយើងនិយាយពីការរស់ស៊ីធម្មតាក្នុងករណីថាពេលដែលយើងដកលុយយកទៅសង់ផ្ទះមិនយកទៅលេងល្បែងលេងអីចាពេលដែលយើងដកលុយគឺយើងយកទៅបៀលផ្ទះយើងបៀលផ្ទះគឺវាបានចំណូលហើយគឺវាចង់និយាយថាតម្លៃ value ផ្ទះយើងគឺវាឡើងខ្ពស់ដែរអញ្ចឹងពេលដែលយើងសេរីមើលយើងមើលថាឥឡូវផ្ទះ ADU មួយយើងសង់អស់ប្រហែល20ម៉ឺន30ម៉ឺនអញ្ចឹងធម្មតា payment អ្នកទាំងអស់គ្នាគឺមាន2មានអា mortgage មួយមានអា mortgage មួយទៀតគឺ second ដើម្បីយើងដកយកទៅសង់ហ្នឹងហើយណាមួយពេលដែលយើងដកគឺយើងមិនដកឥឡូវអ្នកទាំងអស់គ្នាសំខាន់សមត្ថភាពអ្នកទាំងអស់គ្នាមានលុយយកអាចទៅបង់ថ្លៃគូប្លង់បានអត់អញ្ចឹងឧទាហរណ៍យើងមើលតាមដីយើងដែរយើងមើលផ្ទះយើងដែរថាតើ CVK ព្រួយយើងអត់មុននឹងយើងធ្វើអីកុំតដកលុយចាអញ្ចឹងយើងទៅឆែកមើលសិនថាតើយើងអាចសង់បានប៉ុណ្ណាដីយើងហ្នឹងតើអាចយើងសង់បានពីលើអត់យើងមានកន្លែងគ្រប់គ្រាន់ចតអត់នៅតំបន់របស់យើងហ្នឹងតើគេមានសង់អត់អញ្ចឹងណាអញ្ចឹងយើងមើលទៅតាមហ្នឹងចាអញ្ចឹងពេលដែលយើង go through a process ហ្នឹងគឺយើងចំណាយអស់គូប្លង់ចាអញ្ចឹងយើងត្រូវតែហៅអ្នកគេហៅ architecture ហ្នឹងដែលគេចេញមកចា architecture គេចេញមកគឺគេមកគូឲ្យគេមកមើលឲ្យថាតើប្លង់យើងសង់របៀបម៉េចធ្វើម៉េចឲ្យវាត្រឹមត្រូវនិង approve ជាមួយ city ហ្នឹងតតែយើងមើលអាហ្នឹងសិនបានកន្លែងអ្នកគូប្លង់ហ្នឹងគេមើលទៅតាមហ្នឹងគេមើលទៅច្បាប់ហ្នឹងមើលដីហ្នឹងថាមានរបៀបម៉េចគឺនិយាយទៅគេគូគំរូឲ្យយើងមើលចាបន្ទាប់ពីយើងអូខេទាំងអស់ហើយគឺយើងអាច run estimate ថាឥឡូវឧទាហរណ៍យើងសង់អស់ប៉ុណ្ណា20 30ម៉ឺនអញ្ចឹងយើង submit loan ហ្នឹងយើង submit មែន loan ទេច្រឡំយើង submit plan ហ្នឹងទៅ city គេឆែក time ជាង3ខែទៅ6ខែបាន plan ហ្នឹងអាច approve ឬមួយវាអាច code ខាត intake ទូចឹងទៅអញ្ចឹងបើសិនយើងចង់ដកលុយគឺយើងដកបានរយៈពេល1ខែគឺយើងដកបានហើយអញ្ចឹងណាហើយ plan មួយតំណគេ approve គេទុកពេលវេលាឲ្យយើងសង់អញ្ចឹងយ៉ាងណាមិញគឺអ្នកទាំងអស់គ្នាអាចដល់ពេលដែល plan យើង approve ចាំយើងទៅដកលុយចាញ់អញ្ចឹងកុំតដកឥឡូវហ្នឹងតែបើតាអ្នកទាំងអស់គ្នាមានកម្រោងអត់ចង់ធ្វើការមានកម្រោងមានបញ្ហាការងារឬមួយត្រូវការលក់ business លក់អីអញ្ចឹងជួនកាលត្រូវដកលុយមកសិនពីព្រោះដើម្បីយ៉ាងណាមិញគឺពេលដែលគេ qualify គេសំអាងទៅលើចំណូលដែលយើងមានអញ្ចឹងណាឬមកក៏យើងសំអាងទៅលើយើងយកលុយពីណាមកយកទៅបង់អញ្ចឹងភាគច្រើនពេលដែលយើងដកលុយចេញពីផ្ទះទោះបីជាយើងយកលុយនឹងយកទៅសង់ ADU ក៏ដោយធម្មតាកន្លែងខ្ចីលុយដែលគេឲ្យយើងខ្ចីដោយសាររបស់ហ្នឹងវាអត់ទាន់មានជាផ្លូវការអញ្ចឹងគេអត់អាចឲ្យយើងខ្ចីបានទេដែលយើងខ្ញុំដកលុយយកទៅសង់ផ្ទះអញ្ចឹងយើងអាច calculate អាលុយដែលសង់ផ្ទះហ្នឹងបានអត់ value ហ្នឹងយើងបាន rent ពីហ្នឹងគឺយើងអត់បានធ្វើដោយសារវាអត់ទាន់មានប៉ុន្តែយ៉ាងណាមិញគឺអ្នកទាំងអស់គ្នាអាចដកលុយចេញពីផ្ទះយើងហ្នឹងយកទៅសាងសង់ហ្នឹងដល់ពេលលក្ខណៈថាផ្ទះយើងសង់ហើយអ្នកទាំងអស់គ្នាចង់ refinance វិញដើម្បីទៅហូបទិញទៅថា value ជាងឥឡូវឬមួយចង់ដកអីថែមទៀតគឺយើងអាចស្រីបានអញ្ចឹងអ្វីមួយនេះខ្ញុំចង់និយាយសម្រាប់បងប្អូនខ្មែរយើងដែលគាត់មាន equity នៅក្នុងផ្ទះច្រើនវា make sense ដែលអ្នកទាំងអស់គ្នាដកលុយថាតើយើងដកទៅយើងដកប៉ុណ្ណា payment យើងមួយខែប៉ុណ្ណាបើសិនយើងដាក់ជួលហ្នឹងសង់អស់តម្លៃប៉ុណ្ណាហើយបើសិនជាផ្ទះហ្នឹងជួលយើងចំណាយអីគេខ្លះហើយកម្រៃដែលយើងជួលបានមួយខែប៉ុណ្ណាអញ្ចឹងយើងមើលទៅបើសិនជាយើងថ្លឹងថ្លែងទៅគុណទៅថាទទួលយកបានដែរចុះបើសិនជាផ្ទះយើងសង់មួយខែខ្ចី30ម៉ឺនមួយខែយើងបង់ប៉ុណ្ណាអញ្ចឹងណាបើសិនយើងជួលទៅវាចំណេញដែរគិតចាំយើងធ្វើឬមួយក៏យើងអាចសង់ថែមសង់បូកថែមបន្ទប់ទឹកបូកអីចឹងទៅបើសិនយើងត្រូវការជាជាងយើងទៅទិញផ្ទះថ្មីជួលធម្មតាឥឡូវគឺយើងរត់ទៅវាអស់រកកាស្នាមយើងរត់ទៅត្រូវបង់ប្រពិតលើហ្នឹងចាតម្លៃខុសជាងហ្នឹងចឹងទៅពេលដែលយើង add value ទៅផ្ទះយើងធម្មតាតាក់យើងវាឡើងតិចតួចដែរវាមិនអត់ទេព្រោះយើងធ្វើតាមត្រឹមត្រូវតាមច្បាប់ចឹងអ្នកទាំងអស់គ្នាប៉ុន្តែ at the end of the dayលុយដែលយើងចំណាយនៅក្នុងផ្ទះយើងឥឡូវវាធំជាងមុនផ្ទះយើងវាមាន ADU អញ្ចឹង value យើងថ្ងៃក្រោយក៏វាច្រើនអញ្ចឹងពេលដែលយើងត្រូវការលក់ពេលដែលយើងជួលអីវាមានភាពងាយស្រួលអញ្ចឹងណាដូចអ្នកខ្លះចឹងគាត់យកក្រាស់ convert ទៅជា ADU អ្នកខ្លះចឹងក៏សំថែមពីលើឬមួយដីគាត់ឲ្យសំខាងក្រោយសំរុំដែរអញ្ចឹងគឺយើងធ្វើទៅអញ្ចឹងអ្នកទាំងអស់គ្នាគឺយើងមានជម្រើសច្រើនចាអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់លើកយកមកនិយាយពីរឿងតាសំ ADU នឹងទេដែលយើងដកលុយចេញពីផ្ទះហ្នឹងអញ្ចឹងat the end of the day យើងអាចគុណខ្លាំងខ្លាំងមើលថាតើវាគួរឬមិនគួរគ្រាន់តែថាសម្រាប់នាងខ្ញុំ50-40គឺនាងខ្ញុំគ្រប់គ្រងឲ្យធ្វើអញ្ចឹងចាអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នានេះគ្រាន់តែជាការចែករំលែកបើសិនអ្នកទាំងអស់គ្នាមានសំណួរបន្ថែមតែតើតើរឿងការខ្ចីលុយរឿងការទិញផ្ទះឬមួយក៏តាក់ទងរឿង commercial building អីចាអ្នកទាំងគ្នាអាចតាក់ទងជាមួយនឹងខ្ញុំផ្ទាល់ចាអញ្ចឹងអរគុណច្រើនសុខសប្បាយកុំភ្លេចជួយ click like ជួយ share និងអរគុណចំពោះការតាមដាននិងតែងតែ follow នឹងខ្ញុំបាយបាយអ្នកទាំងគ្នា